ជំរាបសួរប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាជាទីគោរពសូមស្វាគមន៍មកកាន់ Channel Cambodian Horror Story ទីកន្លែងដែលប្រមូលផ្ដុំទៅដោយរឿងរ៉ាវព្រេងនិទានអាចកំបាំងនិងអភិជាជំនឿខ្មែរពិតៗដែលធ្វើឲ្យលោកអ្នកព្រឺសម្បោរគ្រប់វិនាទីប្រិយមិត្តប្រកបជាធ្លាប់បានឃើញគំនូររៀបរាប់ពីរបាំទេពអប្សរដ៏ស្រស់ស្អាតរបស់ខ្មែរយើងហើយប៉ុន្តែតើលោកអ្នកធ្លាប់ស្រមៃទេថាចុះប្រសិនបើនៅក្នុងគំនូរដ៏វល់វល់នោះមានលាក់ទុកនៅវិញ្ញាណដែលត្រូវគេសម្លាប់ដោយអយុត្តិធម៌និងគំនុំអាឃាតរាប់រយឆ្នាំវិញនោះតើភាពស្រស់ស្អាតរបស់វានឹងប្រែជាសាហាវកម្រិតណាថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅតាមដានសាច់រឿងអាចកំបាំងគំនូររស់និងប្រលឹងទេពអប្សរចងកដែលជារឿងរ៉ាវដ៏រន្ធត់មួយកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយសូមលោកអ្នកសម្រួលអារម្មណ៍បិទភ្លើងហើយចូលរួមស្ដាប់រឿងនិទានដ៏ព្រឺព្រួតនេះដូចតទៅកាលពីសម័យសង្គមរាជនិយមនៅឯភូមិមួយក្នុងខេត្តកំពង់ធំមានសិស្សសាលាវិចិត្រសិល្បៈម្នាក់ឈ្មោះសេឡាគេជាយុវជនដែលមានទេពកោសល្យខាងគូគំនូរតែជានិស្ស័យចង់ដឹងចង់ឃើញខ្លាំងថ្ងៃមួយសេឡាបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួននិងបានចូលទៅកាយរករបស់ចាស់ៗនៅក្នុងឃ្លាំងផ្ទះរបស់លោកតាដែលធ្វើបានគេបិទចោលយូរឆ្នាំមកហើយក្នុងចំណោមភោគជ្រាមនិងរបស់របររាយប៉ាយគេបានប្រទះឃើញហឹបឈើបុរាណមួយដែលមានចងខ្សែសីមាពណ៌ក្រហមចាស់រលួយជុំវិញគម្របហឹបក្លិនដីស្អុយនិងក្លិនអោមបានជះចេញមកធ្វើឲ្យសេឡាមានអារម្មណ៍ព្រឺសម្បុរខ្ញាក់គ្រាន់តែគម្របហឹបបបើកឡើងផ្សែងពណ៌ខ្មៅអាប់បានហុយចេញមកលាយឡំនឹងក្លិនស្អុយឆ្អាបដូចជាមនុស្សបានសាយភាយឡើងមកធ្វើឲ្យសេឡាចង់ក្អួតប៉ុន្តែគេមិនញញើតឡើយគេបានលូកដៃចូលទៅក្នុងហឹបនៅក្រោមស្រទាប់កណាត់ពណ៌ក្រហមឆ្កែវគេបានប្រទះឃើញគំនូររមូលបុរាណមួយធ្វើពីស្បែកសត្វគំនូរនោះរៀបរាប់ពីរបាំទេពអប្សរដ៏ស្រស់ស្អាតប៉ុន្តែពណ៌របស់វាមានសភាពក្រហមស្រស់ប្រៀបដូចជាឈាមស្រស់ដែលធ្វើឲ្យសេឡាភ័យរន្ធត់ប៉ុន្តែដោយសារភាពចំដឹងគេមិនញញើតឡើយគេបញ្ជាឲ្យគេយករមូលគំនូរនោះមកផ្ទះយប់ដំបូងមកដល់បរិយាកាសស្ងាត់ជ្រុងងំខុសធម្មតាសេឡាបានយករមូលគំនូរនោះមកព្យួរនៅលើជញ្ជាំងបន្ទប់គៀងដើម្បីសិក្សាពីក្បាច់គូយប់ជ្រៅពេលគេកំពុងដេកលក់ស្រាប់តែមានសំឡេងមួយយ៉ាងចម្លែកបន្លឺឡើងវាគឺជាសំឡេងមនុស្សស្រីយំសោកបោកខ្លួនយំរៀបរាប់យ៉ាងស្រងាត់ស្រងូចលាយលំនឹងសំឡេងទឹកភ្លៀងសំឡេងនោះស្ដាប់ទៅប្រៀបដូចជាមនុស្សស្រីកំពុងតែយំសោកបោកខ្លួនយ៉ាងខ្លាំងចេញពីបន្ទប់ទុកគំនូរយប់នោះជាយប់ខែកដាច់សេឡាដេកមិនលក់ក៏ចុះទៅដើរលេងនៅសួនច្បារក្រោយផ្ទះពេលដើរកាត់បន្ទប់ទុកគំនូរអ្វីដែលគេឃើញធ្វើឲ្យគេព្រឺសម្បល់ខ្ញាក់ស្រមោលខ្មៅដ៏ធំមហិមាមួយកំពុងឈរអោនសម្លឹងមើលគេពីក្នុងគំនូរហេតុការណ៍កាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃសេឡាស្រាប់តែធាក់ខ្លួនឈឺធ្ងន់ដោយគ្មានមូលហេតុស្បែករបស់គេចាប់ផ្ដើមឡើងក្រហមរលរលាកនិងរបកហាក់ដូចជាសម្បកឈើដែលត្រូវគេកាប់ក្លិនស្អុយឆ្អាបដូចជាមនុស្សបានសាយភាយពេញផ្ទះទាំងមូលប៉ុន្មានថ្ងៃក្រោយមកដំណឹងបាត់ខ្លួនរបស់សិស្សស្រីម្នាក់ក្នុងសាលាបានធ្វើឲ្យអ្នកស្រុកភ័យរន្ធត់ស្ទើរលាស់ព្រលឹងអ្នកភូមិបានសង្ស័យថាហេតុការណ៍នេះពិតជាមានបញ្ហាយាយរបស់សេឡាដែលបានឃើញគំនូរនោះក៏ធាក់ខ្លួនឈឺធ្ងន់ស្រីរវេរវាយថាកុំចូលមកខ្ញុំមិនមែនអ្នកសម្លាប់នាងទេអ្នកស្រុកខំប្រឹងជីករោគសាកសពគូម៉ាតែមិនឃើញសោះរំពេចនោះសំឡេងភ្លេងពីនោពាតខ្មោចបានបន្លឺឡើងកងរំពងពេញបរិវេណផ្ទះទោះបីជាគ្មានយ៉ាងណាលេងក៏ដោយរាងកាយរបស់សេឡាស្រាប់តែងើបឈរត្រង់ខ្លួនរួចចាប់ផ្ដើមរាំតាមក្បាច់របាំទេពអប្សរគេរាំបោះជំហានយ៉ាងធ្ងន់លើកជើងនិងពុតដៃយ៉ាងខ្លាំងក្លាប៉ុន្តែសេឡាមិនមែនជាអ្នកសិល្បៈទេ
សរសៃសន្លាក់របស់គេរឹងកំព្រឹសការបង្ខំឲ្យរំកំបាច់ដែលទាមទារការពុតកាយយ៉ាងលំបាកបានធ្វើឲ្យឆ្អឹងនិងសន្លាក់របស់គេចាប់ផ្ដើមបន្លឺសំឡេងក្រឹបក្រាក់អូជួយផងឈឺណាស់បាក់ឆ្អឹងខ្នងហើយឲ្យខ្ញុំឈប់ទៅទោះបីជាគេស្រែកយំនឹងអង្វរយ៉ាងណាក៏រាងកាយគេនៅតែបន្តរាំទន្ទ្រានដីយ៉ាងខ្លាំងក្លាគ្មានឈប់ឈរអ្នកស្រុកផ្អើឈូឈរស្មានថាសេឡាឈួតក៏ចាប់ចងគេអូសយកទៅផ្ទះវិញយាយរបស់សេឡាត្រូវគេចងជាប់នឹងសសរផ្ទះរាងកាយរបស់គេប្រែជាស្អកស្គាំងភ្នែកខួចជ្រៃហាក់ដូចជាត្រូវវិញ្ញាណបឺតយកកម្លាំងអស់នៅពាក់កណ្ដាលអធ្រាត្រខ្សែចំណងបានរបូតចេញដោយឯងដោយកំហឹងនឹងភាពឈួតលីឡាយាយបានទាញយកពូថៅដ៏មុតស្រួចមួយដែលតម្រង់ទៅបន្ទប់ទុកគំនូដើម្បីកំទេចគំនូមរណៈនោះចោលព្រោះគេគិតថាបើកំទេចវាខ្មោយទេពអប្សរនឹងបាត់ទៅដែរអញនឹងកាប់ឯងឲ្យខ្ទេចមីគំនូចង្រៃអាខ្មោចតៃហោងពេលយាយលើកពូថៅកាប់ទៅលើគំនូអ្វីដែលចម្លែកបានកើតឡើងគំនូនោះមិនបែកទេប៉ុន្តែបែរជាមានឈាមពណ៌ក្រហមហូរចេញពីស្នាមកាប់នោះប្រៀបដូចជាការកាប់ទៅលើសាច់មនុស្សភ្លាមនោះវិញ្ញាណរបស់ទេពអប្សរបានលេចឡើងពេញរូបរាងវាមានរូបរាងធំសម្បើមនិងគួរឲ្យខ្លាចបំផុតវាបានលូកដៃមកចាប់កដៃរបស់យាយដែលកំពុងកាន់ពូថៃនោះយ៉ាងជាប់ខ្មោចទេពអប្សរបានច្របាច់កយាយយ៉ាងខ្លាំងរហូតដល់ដាច់ខ្យល់ស្លាប់ភ្នែកសលៀននៅនឹងកន្លែងភ្លាមនោះខ្សែចំណងមរណៈនោះក៏រលាយបាត់ពីករបស់សាកសពហើយវិញ្ញាណទេពអប្សរក៏រសាត់បាត់ទៅជាមួយសំឡេងសោយដ៏គួរឲ្យខ្លាចផ្ទះទាំងមូលត្រឡប់មកស្ងប់ស្ងាត់វិញសេឡាបានត្រឹមតែអង្គុយយំអោបសាកសពយាយក្រោយមកលោកសិទ្ធីបានធ្វើបុណ្យយ៉ាងធំនិងសាងសង់ចេតិយមួយនៅត្រង់កន្លែងនោះដើម្បីឧទ្ទិសកុសលផលបុណ្យឲ្យវិញ្ញាណទេពអប្សរនិងយាយបានទៅចាប់ជាតិជាថ្មីសូមអរគុណប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់រឿងនិទានរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមបួងសួងឲ្យប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសុវត្ថិភាពគ្រប់ពេលវេលាជួបគ្នាជាមួយសាច់រឿងព្រឺព្រួយនៅភាគក្រោយទៀតរាត្រីសួស្តី